បាទសួស្តីបងប្អូនទាំងគ្នាឥឡូវហ្នឹងថ្ងៃដំបូងដែលរៀនបង្កើត blog ទោះបីជាចាស់ជាងកូនតែឥឡូវកូនបរៀនឲ្យបង្កើត blog លើកទី1ដែលបរៀនឲ្យបង្កើត blog ហ្នឹងឥឡូវហ្នឹងចាប់ផ្ដើមចូលទៅខាងផ្ទះខាងឪពុកក្មេកខ្ញុំនៅខាងស្រុកកកឡបងប្អូនខែនេះខែក្តៅខែចាចូលឆ្នាំយើងចិត្តដល់ហើយក៏ប៉ុន្តែយ៉ាងណាមិញតាមផ្លូវដូចជាអត់មានអីទស្សនវិជ្ជាអីគួរឲ្យក្តៅខ្លាំងពេកទេស្មើនេះសីតុណ្ហភាពដូចជាល្មមសមស្របអាកាសធាតុបន្ទាប់ពីយើងបានញ៉ាំអីហើយឥឡូវហ្នឹងយើងធ្វើដំណើរតាមផ្លូវចូលទៅខាងឃុំធិបតីហ្នឹងយើងឃើញមានផ្កាលឿងក្រហមជុំវិញផ្លូវហើយយើងឃើញទៀតសោតនៅលើភ្នំធិបតីហ្នឹងយើងឃើញមានព្រះពុទ្ធបដិមាកមួយអង្គយ៉ាងធំបើប្រៀបធៀបទៅគឺធំជាងលោកតាត្បូងយើងទៀតហើយបន្ទាប់មកយើងកាច់មកខាងឆ្វេងដៃតាមឡានខ្ញុំនឹងមកយើងទៅត្រង់មិនជាយូរប៉ុន្មានទេហួសផ្សារភ្នំធិបតីតិចនឹងដល់ទីតាំងផ្ទះផុសហើយឪពុកក្មេកខ្ញុំនឹងឯងឥឡូវនេះយើងបានហួសភ្នំតិចឯងបងប្អូនហើយมันជាស្ងាត់ណាស់ទេទោះបីជាយ៉ាងណាក៏ដោយយើងឃើញខែប្រាំងក៏តែនៅខាងនេះដូចទឹកនៅតែមាននៅឡើយទេណាបងប្អូនណាបងប្អូនជិះតែរហូតទៅត្រង់ទៅដីចកាខ្ញុំហ្នឹងគឺมันជាឆ្ងាយប្រហែលទេហួសតែពីភ្នំហ្នឹងប្រហែលជាខ្ទង់ប្រហែលជា5គីឡូដីអីយើងដល់ហើយចាប់អារម្មណ៍មុនគេមកដល់ឃើញដើមម្ទេសតូចហើយនឹងដើមត្រប់តែនៅតែផ្លែខែប្រាំងដោយសារយើងបូមទឹកដាក់បានល្អបងប្អូនសូម្បីតែត្រប់គេហៅថាត្រប់វែងបងប្អូនឃើញពណ៌វាស្អាតហើយទៀតសោតអាត្រប់ស្រួយយើងហ្នឹងអាហ្នឹងបើបានហូបជាមួយទឹកគ្រឿងអីឆ្ងាញ់យ៉ាងហ្នឹងបងប្អូននេះហើយយើងមើលមកដល់ចកាភ្លាមអារម្មណ៍ស្រស់ស្រាយយើងឃើញស្វាយផ្លែទាំងចកោមហើយដូងដែលខ្ញុំដាំហ្នឹងគឺដូងខ្ទិះបងប្អូនពូជដូងខ្ទិះយើងបូមទឹកវាដាក់បានល្អដល់ពេលអញ្ចឹងទៅយើងឃើញដំណាំនៅតែខៀវទោះខែប្រាំងហើយលហុងទៀតសោតបងប្អូនអើយមើលមកដើមផ្លែហើយបើបានបុកលហុងហ្នឹងជា